ព្រោះថាខ្ញុំបាទជាអ្នកពំនឹងបានសើបសួរញាតិមិត្តព្រានលៀនភូមិផងរបងជាមួយលោកមេបាខាងបត្រីផ្ទាល់គឺអាដាមអឹងអៀងនិងលោកជំទាវស្រុនសុខាហើយក្នុងនោះដែរខ្ញុំបាទជាអ្នកពំនឹងក៏បានទទួលដំណឹងថាអាដាមអឹងអៀងនិងលោកជំទាវស្រុនសុខាលោកមានបុត្រីមួយរូបទៀតដែលមានរូបឆោមលោមពណ៌សម្បុរសម្បកសម្ដីសម្ដៅនោះគឺសំរុំឡតខ្ចោះគឺមាននាមថាអឹងសុខានារីរតន៍តើបុត្រីលោកមេបាដែលមាននាមថាអឹងសុខានារីរតន៍មានអ្នកណាមកខខិតខខើលៀបម្សៅដៅកមួនឬក៏ទួលប្រាក់កំណានបញ្ចាំចិត្តហើយឬនៅក៏សូមលោកអ៊ំដែលជាមេបាតំណាងមេត្តាជួយបញ្ជាក់ទានសូមជើញមានប្រសាសន៍ទានសាធុប្រពៃណាស់បាទហើយលោកអ្នកបំណឹងលោកគួរមកខ្ញុំបាទជាតំណាងអាដាមលោកជំទាវថាបុត្រីរបស់លោកតើមានប្រាក់កំណានបង្កើនចិត្តឬមួយក៏យ៉ាងណាខ្ញុំបាទសូមឆ្លើយថានៅទេបាទសូមមេត្តាលា